កាតព្វកិច្ចយោធានៅកម្ពុជាថៃមីយ៉ាន់ម៉ាសិង្ហបុរីវៀតណាមកូរ៉េខាងជើងនិងអ៊ីស្រាអែល V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សម្សៅទឹកដោះគោ Star Crop Plus គណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី28 ខែមេសាឆ្នាំ2026បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាសូមជម្រាបជូនថាមានបណ្ដាប្រទេសជាច្រើននៅលើពិភពលោកដែលបានអនុម័តច្បាប់កាតព្វកិច្ចយោធាចំពោះពលរដ្ឋរបស់ខ្លួនដែលប្រទេសទាំងនោះរួមមានប្រទេសអ៊ីរ៉ង់បុរសនិងស្ត្រីប្រទេសអ៊ីស្រាអែលភាគច្រើនត្រូវតែបំពេញកាតព្វកិច្ចបម្រើកងទ័ពប្រហែល3ឆ្នាំដោយរយៈពេលបម្រើកងទ័ពជាធម្មតារយៈពេល32ខែសម្រាប់បុរសនិង24ខែសម្រាប់ស្ត្រីមន្ត្រីអាចបម្រើកងទ័ពរហូតដល់48ខែនិងត្រូវមានអាយុចាប់ពី18ឆ្នាំឡើងទៅយោងតាមសារព័ត៌មាន Business Insider ចេញផ្សាយថាប្រទេសមីយ៉ាន់ម៉ាមានរយៈពេលអនុវត្តកាតព្វកិច្ចគឺយ៉ាងហោចណាស់24ខែបុរសអាយុពី18ដល់35ឆ្នាំស្ត្រីអាយុពី18ដល់27ឆ្នាំបន្ទាប់ពីរដ្ឋប្រហារឆ្នាំ2021បានបង្កឲ្យមានការតស៊ូប្រដាប់អាវុធយ៉ាងទូលំទូលាយនិងមានចលនាស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាការចូលរួមបម្រើកងទ័ពត្រូវបានអនុម័តនៅឆ្នាំ2024ដើម្បីជួយទូទាត់ហ្វូងសម្រាប់ការខូចខាតយ៉ាងច្រើននៅសមរភូមិនេះបើយោងតាមរបាយការណ៍តុល្យភាពយោធាឆ្នាំ2026របស់ IISS សង្ហបុរីរយៈពេលបម្រើការងារទ័ពគឺ24ខែដោយបុរសអាយុពី18ឆ្នាំដល់21ឆ្នាំសៀវភៅការពិតពិភពលោក CIA បានរាយការណ៍ថាកាតព្វកិច្ចយោធាមួយចំនួនគឺបម្រើការងារនៅក្នុងកងកម្លាំងប៉ូលីសឬកងកម្លាំងការពារជនស៊ីវិលរបស់ប្រទេសសង្ហបុរីជាជាងយោធាប្រទេសថៃរយៈពេលបម្រើកងទ័ពគឺមានការប្រែប្រួលប៉ុន្តែជាធម្មតាគឺមានរយៈពេល24ខែដោយបុរសអាយុ21ឆ្នាំការជ្រើសរើសទាហានរបស់ប្រទេសថៃមានទម្រង់ជាប្រព័ន្ធបោះឆ្នោតដែលអ្នកដែលត្រូវបានជ្រើសរើសអាចរើសពី6ទៅ12ខែនៃការបម្រើកងទ័ពដោយស្ម័គ្រចិត្តឬចូលរួមក្នុងការចាប់ឆ្នោតជ្រើសរើសទាហានប្រទេសវៀតណាមមានរយៈពេលបម្រើការងារ24ខែទៅ36ខែដោយបុរសអាយុពី18ឆ្នាំដល់27ឆ្នាំរយៈពេលបម្រើការងារនៅវៀតណាមប្រែប្រួលទៅតាមសាខាយោធាដោយកងទ័ពជើងគោកនិងការពារដែនអាកាសរបស់ប្រទេសនេះតម្រូវឲ្យបម្រើការងាររយៈពេល2ឆ្នាំនិងកងទ័ពជើងទឹកនិងកងទ័ពអាកាសតម្រូវឲ្យបម្រើការងាររយៈពេល3ឆ្នាំប្រទេសកូរ៉េខាងជើងមានរយៈពេលកាតព្វកិច្ចគឺមានការប្រែប្រួលយ៉ាងខ្លាំងពី5ឆ្នាំទៅ13ឆ្នាំហើយបុរសនិងស្ត្រីដែលមានអាយុ17ឆ្នាំកូរ៉េខាងជើងមានកម្មវិធីចុះឈ្មោះចូលបម្រើការងារផ្លូវការដែលវែងជាងគេបំផុតនៅលើពិភពលោកដែលតម្រូវឲ្យមានការបម្រើការងារកងទ័ពពី5ឆ្នាំទៅ13ឆ្នាំសៀវភៅការពិតពិភពលោក CIA បានកត់សម្គាល់ថាសមាជិកដែលត្រូវបានជ្រើសរើសនៅក្នុងអង្គភាពប្រយុទ្ធអាចបម្រើការងាររហូតដល់10ឆ្នាំខណៈដែលអ្នកដែលនៅក្នុងអង្គភាពដូចជាកងកម្លាំងមេស៊ីអាចបម្រើការងាររហូតដល់13ឆ្នាំស្ត្រីត្រូវបានតម្រូវឲ្យបម្រើការងាររយៈពេលខ្លីជាងបុរសការបម្រើការងារក្រៅម៉ោងគឺជាកាតព្វកិច្ចរហូតដល់អាយុ40ឆ្នាំ